តាបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើលាវអាវបែបនេះបងប្អូនចាគឺយើងធ្វើចេញពីកណាត់សុទ្ធ 100% តែម្ដងបងប្អូនចាហើយឥឡូវគឺខ្ញុំចាប់ផ្ដើមធ្វើហើយដោយយកកណាត់ដែលខ្ញុំដេរធ្វើជាខ្សែមួយហ្នឹងចាហើយយកមកបត់វាអញ្ចឹងមកបងប្អូនចាអាចមើលតាមនឹងបានណាបងប្អូនខ្ញុំធ្វើយឺតឲ្យមើលមួយចាដើម្បីបងប្អូនណាដែលគាត់ចាប់អារម្មណ៍ចង់ចេះយកទៅធ្វើអញ្ចឹងគឺថាអាចធ្វើបានណាបងប្អូនចាហើយបន្តមកទៀតនៅពេលដែលបត់ហើយខ្ញុំក៏ញុកអាកតុយហ្នឹងចាយកមកញុកពីក្រោមឡើងលើចាបន្ទាប់ពីញុកពីក្រោមឡើងលើហើយខ្ញុំក៏សេរីវាចាសេរីវាឲ្យយើងចាប់ទៅថ្នាប់ដៃអញ្ចឹងណាចាកុំឲ្យវាល្បិចល្បូតច្រើនគឺយើងត្រូវកាន់អាកណ្ដាលហ្នឹងឲ្យជាប់កុំឲ្យវាញ៉ៃបែបល្បិចល្បូតអីចឹងណាចាយើងក៏លើចាប់វាជាប់ហើយយើងក៏ញុកពីលើទៅក្រោមវិញណាបងប្អូនចាអត់ពិបាកទេចាបន្ទាប់មកយើងក៏ត្រឡប់វាមកចាត្រឡប់ហើយយើងក៏ញុកពីលើទៅក្រោមទៀតបងប្អូនចាញុកបែបនេះណាចាហើយបន្ទាប់ពីញុកបែបហ្នឹងហើយយើងក៏ចាប់ដើមទាញឲ្យកន្លែងហ្នឹងគឺយើងសកត់កន្លែងហមុខហ្នឹងឲ្យណែនមកចាហើយក៏ទាញវាថ្នមទៅចានេះណាបែបនេះเลยបងប្អូនចាហើយបន្ទាប់ពីទាញអាកន្លែងហ្នឹងហើយយើងក៏ទាញអាកតុយមកមួយទៀតមកចាចាំផ្លែខ្ញុំពងទៅសេរីចាសេរីចុះសេរីឡើងហើយយើងក៏ទាញវាដើម្បីឲ្យវាចេញជាជ្រុងជាមុំទៅជាលាវអាវអញ្ចឹងណាបងប្អូនចាបើសិនជាយើងទាញត្មងទៅខ្លាចវាកាពៀតពេលដែលកាពៀតទៅគឺវាស្អាតទេចានេះណាបងប្អូនរួចរាល់ហើយបងប្អូនទាំងអស់គ្នាចាអរគុណសម្រាប់ការមើលវីដេអូមួយនេះចាដើម្បីបានវីដេអូថ្មីនឹងខ្ញុំនឹងមកចែករំលែកអំពីវិធីការកាត់ដេរបងប្អូនសូមចុច Subscribe និងចុច Like ចុច Share ម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាបាយបាយអរគុណសម្រាប់ការមើលវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបងប្អូន